សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel SNU Home ថ្ងៃនេះដែរខ្ញុំមានវីដេអូមួយចង់មកបង្ហាញដល់បងប្អូនទាំងអស់គ្នាគឺវីដេអូនិយាយអំពីម៉ូដផ្ទះក្រពើ5បាទម៉ូដផ្ទះនេះដែរគឺសម្រាប់បងប្អូនដែលមានថវិកាត្រឹម 15,000 ក៏អាចសាងសង់ផ្ទះនេះបានដែរហើយផ្ទះនេះដែរបងប្អូនគឺមានកន្លែងទទួលភ្ញៀវមួយបន្ទប់គេង2បន្ទប់ទឹក1និងចង្ក្រានបាយ1បាទឥឡូវសូមនាំអារម្មណ៍បងប្អូនមកមើលផ្ទះនេះតែម្ដងបាទផ្ទះនេះដែរគឺមានទទឹង 5.20 ម៉ែត្រចំណែកជម្រៅវាគឺ 16.20 ម៉ែត្របាទផ្ទះនេះរាងវែងបន្តិចដែរដោយសារតែគឺយើងចង់បានបន្ទប់ឲ្យបាន2ហើយនឹងមានចង្ក្រានបាយនៅខាងក្រោយនេះដែរបាទឥឡូវយើងមកមើលខាងមុខនេះម៉ូដនេះគឺប្លែកម្យ៉ាងដែរបងប្អូនគឺយើងមានទ្វារដែកខាងនេះមានបង្អួចខាងមុខនេះមួយហើយយើងចាប់របៀបជាស៊ុមភ្ជាប់គ្នាជាមួយបង្អួចនឹងទ្វារហើយយើងប្រើជាជ្រៃបន្ទះក្តារនេះបងប្អូនជ្រៃបន្ទះក្តារនេះគឺយើងចាប់ឲ្យហៀមកជ្រុងខាងនេះខ្លះមកដើម្បីឲ្យវាចេញម៉ូដបានស្អាតជាងមុនបាទចំណែកសសរខាងមុខនេះយើងកាត់ឡង់វាយើងលាបជាពណ៌សមកដើម្បីឲ្យវាចេញលេចពណ៌មកច្បាស់ធ្វើសសរ3ខាងមុខនេះនេះមួយធំតិចមកសសរ2នេះគឺថាអាចឲ្យប៉ិនគ្នាទៅបងប្អូនយើងយកឲ្យប៉ិនគ្នាទៅហើយសសរនេះយើងយកយ៉ាងតូចតិចមកហើយបន្ទាប់មកយើងមានផ្សារជាដែកធ្វើលក្ខណៈជាចម្រឹងបែបនេះគឺស្អាតម្យ៉ាងដែរបងប្អូនដែកនេះយើងប្រើដែកជ្រុងខ្សែយើងអាចធ្វើបានហើយបាញ់ថ្នាំខ្មៅនេះមកចេញជារាងបែបនេះមកគឺប្លែកម្យ៉ាងដែរបងប្អូនចំណែកបង្កាន់ដៃនេះយើងប្រើដែកជ្រុង48យើងលាបថ្នាំយើងបាញ់ថ្នាំខ្មៅហ្នឹងមកបាទហើយផ្ទះនេះដែរវេរ៉ង់ដានេះនៅសល់ប្រវែងខ្ញុំវាស់ឲ្យនៅសល់ប្រវែង 2.10 ម៉ែត្រនេះយើងបានវេរ៉ង់ដា 2.10 ម៉ែត្របងប្អូនហើយយើងរៀបជាសួនបែបនេះមកដាំផ្កាដាំអីតិចទៅឲ្យវាមានសម្រស់លើផ្ទះរបស់យើងបន្តិចទៅបាទហើយផ្នែកចំហៀងនេះយើងមានច្រកចេញមកខាងក្រៅបាទចំណែកផ្នែកខាងលើនេះយើងធ្វើជាជ្រីបន្ទះក្តារនេះគ្នាបងប្អូននេះជ្រីរបៀបនេះបាទផ្ទះនេះដែរគឺយើងរៀបឥដ្ឋដបបងប្អូនដើម្បីកុំឲ្យចំណាយច្រើនហើយនឹងធ្វើដំបូលនេះជាដំបូលស័ង្កសីហើយខាងក្នុងយើងមានបាញ់ពិដានមួយពេញតួផ្ទះនឹងតែម្ដងបាទតម្លៃ 15,000 នេះគឺអាចសាងសង់បានហើយបងប្អូនឥឡូវកុំឲ្យខាត់ពើយូរខ្ញុំនាំបងប្អូនចូលទៅមើលផ្នែកខាងក្នុងបាទផ្នែកខាងក្នុងបងប្អូនផ្នែកខាងក្នុងយើងមានផ្នែកខាងក្នុងយើងចូលមកគឺមានកន្លែងទទួលភ្ញៀវមួយឲ្យដាក់សាឡុងអង្គុយលេងមកដាក់តាំងទូរទស្សន៍ខាងនេះមកហើយយើងមានបន្ទប់គេង2មានបន្ទប់ទឹករួម1ហើយចង្ក្រានបាយតូចល្មមសមរម្យអាចប្រើប្រាស់បានឥឡូវខ្ញុំវាស់ឲ្យបងប្អូនមើលថាទំហំយើងនៅសល់ប្រហែលដែរផ្នែកខាងក្នុងកន្លែងទទួលភ្ញៀវនេះនេះនៅសល់បាន 3.90 ម៉ែត្របងប្អូនសល់ 3.90 ម៉ែត្រចំណែកទៅទិងតួផ្ទះនេះយើងនៅសល់បាន 5 ម៉ែត្រសាច់ក្នុងបន្តមកយើងចូលមកបន្ទប់ទាំងពីរនេះប៉ុនគ្នាបងប្អូនឥឡូវខ្ញុំសូមវាស់តែមួយទេនេះនៅសល់ 3.70 ម៉ែត្រហើយជ្រុងខាងនេះនៅសល់ 3.40 ម៉ែត្រអញ្ចឹងបន្ទប់មួយនេះគឺ 3.70 ម៉ែត្រគុណឲ្យ 3.40 ម៉ែត្រហើយចំណែកច្រកផ្លូវដើរ
ច្រកផ្លូវដើរនេះបងប្អូនច្រកផ្លូវដើរយើងយក1.20 ម៉ែត្រហើយផ្ទះនេះដែរគឺបានតែការ៉ូជើងជញ្ជាំងបែបនេះទេហើយបើបងប្អូនចង់ថែមលុយធ្វើជាការ៉ូជញ្ជាំងរៀប1.20 ម៉ែត្រឬក៏1.30 ម៉ែត្របូកជាមួយនឹងជ្រីទៀតទៅក៏បានដែរបងប្អូនចំពោះបន្ទប់ទឹកនេះយើងយកទំហំ2.9 ម៉ែត្រ2.9 ម៉ែត្រគុណឲ្យ1.30 ម៉ែត្រឬក៏បងប្អូនយកទៅ1.20 ម៉ែត្រក៏បានដែរដើម្បីឲ្យកុំឲ្យពិបាកក្នុងការកាត់ការ៉ូព្រោះការ៉ូយើងធ្វើការ៉ូ30 គុណ 30ទៅដើម្បីយើងរៀប4សន្លឹកមកបានគ្រប់1.20 ម៉ែត្រហ្នឹងហើយកុំឲ្យពិបាកកាត់ការ៉ូអីថែមទៀតចំណែកចង្ក្រានបាយយើងនៅសល់2.9 ម៉ែត្រនេះគុណឲ្យផ្នែកជ្រុងខាងនេះនៅសល់3.60 ម៉ែត្រហើយយើងធ្វើជាចង្ក្រានអីទៀតមកយើងរៀបចំដាក់ឡាបូលាងចានអីថែមទៀតមកដាក់ខាងនេះក៏បានដាក់ខាងនេះក៏បានបាទឥឡូវយើងមានຂະຫນາດក្នុងនឹងអស់ហើយបងប្អូនអាចមើលបានបងប្អូនដែលមានបំណងចង់ធ្វើជាផ្ទះក្រពើហាបែបនេះបងប្អូនអាចយកវាជាគំរូឬយកវាជាគំនិតដើម្បីធ្វើផ្ទះបងប្អូនឲ្យបានស្អាតដើម្បីរៀបចំបន្ទប់ខាងក្នុងរបស់បងប្អូនឲ្យបានពេញចិត្តបងប្អូនទៅព្រោះក្នុងនេះខ្ញុំមានຂະຫນាតដាក់ឲ្យបងប្អូនហើយបងប្អូនចង់បង្រិចបង្រួមឬបន្ថែមកន្លែងណាក៏តាមចិត្តបងប្អូនទៅហើយឥឡូវខ្ញុំនាំបងប្អូនមកមើលផ្នែកខាងក្រៅបន្តិចទៀតសិនផ្នែកដំបូលនេះខ្ញុំចេញកន្លះម៉ែត្របងប្អូនកន្លះម៉ែត្រជុំវិញហើយទៅមកខាងនេះកន្លះម៉ែត្រខ្ញុំចេញមកមុខនេះក៏កន្លះម៉ែត្រដូចគ្នាដែរចេញមកខាងមុខនេះកន្លះម៉ែត្រចេញមកចំហៀងនេះកន្លះម៉ែត្រមានន័យថាកន្លះម៉ែត្រមួយជុំផ្ទះតែម្ដងខាងមុខនេះក៏ដូចគ្នាដែរចេញមកកន្លះម៉ែត្រដូចគ្នាហើយកម្ពស់ស្លាបជញ្ជាំងខ្ញុំវាស់ឲ្យខាងក្រោយនេះកម្ពស់ស្លាបជញ្ជាំងពីការ៉ូមកខ្ញុំយក3.5 ម៉ែត្រនេះបងប្អូន3.5 ម៉ែត្រហើយកម្ពស់ក្នុងរូបនេះកម្ពស់ផ្ទះនេះគឺកម្ពស់ពីសាបនេះមកការ៉ូលើការ៉ូបាតនេះគឺកម្ពស់60មានន័យថាកម្ពស់6 តឹកខ្ញុំចែកកម្មយក3កម្ម1កម្ម1 តឹកកន្លះចឹងខាងលើនេះយើងអត់រាប់ទេចំណែកកម្មជាន់នេះគឺ3 តឹកបាទហើយឡើងមកដល់ផ្នែកខាងមុខនេះខ្ញុំវាស់សិនតើវាបានកម្ពស់ប្រមាណឡើងមកដល់ខាងមុខនេះគឺបានកម្ពស់4.7 ម៉ែត្រ4.7 ម៉ែត្រនេះកម្ពស់ខាងក្រោយមិញ3.5 ម៉ែត្របាទចំណែកផ្នែកខាងមុខនេះខ្ញុំយកកម្ពស់3.40 ម៉ែត្របាទបងប្អូនអាចយកຂະຫນាតម៉ែត្រនេះជាគំរូបានបើចង់បានខ្ពស់ជាងនឹងឬក៏ទាបជាងនឹងអីក៏ស្រេចបងប្អូនទៅនេះជារូបមួយសម្រាប់បងប្អូនយកទៅពិចារណាបានដែរបាទបងប្អូនទាំងអស់គ្នាវីដេអូនេះមានតែប៉ុណ្ណេះទេបាទសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះហើយសូមបងប្អូនជួយ like និងជួយ subscribe ឲ្យ channel ខ្ញុំបាទផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំបាទធ្វើវីដេអូបន្តទៀតសម្រាប់ចែកជូនជាចំណេះដឹងដល់បងប្អូនទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា